ពីទួប៉ុន្តែអត់ទាន់ប្រាប់បងប្អូនទេសូមលាក់សិនឥឡូវទៅសាទិញត្រីសិនព្រោះខ្ញុំឃើញ Facebook អូសចុះអូឡើងឃើញត្រីដុតត្រីសបាក់ដុតអបមីស៊ូអញ្ចឹងហើយនឹកឃើញឃ្លានណាតែដល់ពេលទៅដល់ផ្សារអត់មានត្រីសបាក់ទេថ្ងៃហ្នឹងបងប្អូនអត់មានសោះតែម្ដងអញ្ចឹងហើយខ្ញុំទិញត្រីយាមមកទៅសង្សាក់ចង់សាក់តែត្រីយាមវាឆ្ងាញ់ដូចត្រីសបាក់អត់អញ្ចឹងណាមួយវិញទៀតក៏ខ្ញុំឃើញត្រេនល្បីនៅក្នុង TikTok ដែលគេបង្ហាញធ្វើម្ហូបត្រីយាមនឹងឯងបងប្អូនចាំមើលវីដេអូវគ្គទី2តែខ្ញុំធ្វើដូចគេអត់អញ្ចឹងណាហើយបន្តមកទៀតក៏ខ្ញុំឈៀងទៅរកទិញសាច់ជ្រូកប្រឡាក់ឲ្យសុខជាញ៉ាំព្រោះជារៀងរាល់ថ្ងៃតែ complain ខ្ញុំដល់កក៏ថាខ្ញុំថ្ងៃណាក៏ញ៉ាំតែត្រីញ៉ាំតែត្រីដែរអត់មានធ្វើសាច់ជ្រូកឬក៏សាច់គោគេញ៉ាំទេអញ្ចឹងហើយខ្ញុំទិញសាច់ជ្រូកកន្លះគីឡូហើយកន្លែងហ្នឹងគឺជាម៉ួយរបស់ខ្ញុំម្នាក់ទៀតដែរដំបូងឡើយខ្ញុំទិញសាច់ជ្រូកគាត់ក៏អត់ចេះជាតាមបែបយើងខ្ញុំទៅប្រាប់គាត់គាត់ទៅចេះតាមខ្ញុំអញ្ចឹងណាព្រោះអីប្រជាជននៅស្រុកហ្នឹងនៅពេលដែលយើងទិញសាច់ជ្រូកអ្នកលក់គេកាត់ឲ្យកង់ដុំដូចតែយើងទៅស្ងោរអញ្ចឹងហើយបងប្អូនឃើញនៅក្នុងវីដេអូមិញអញ្ចឹងគេថ្លឹងសាច់ជ្រូកឧទាហរណ៍តែយើងទិញកន្លះគីឡូបើសិនជាកាត់លើសមួយខាំពីរខាំទៅគេអាចដកចេញទេវាសំណាងកន្លែងហ្នឹងដែរណាហើយនៅពេលដែលខ្ញុំមកដល់ផ្ទះក៏ខ្ញុំចាប់ផ្ដើមប្រឡាក់សាច់ជ្រូកមុនគេនេះជារបៀបប្រឡាក់សាច់ជ្រូករបស់ខ្ញុំបងប្អូនខ្ញុំតែងតែធ្វើវិធីហ្នឹងនៅពេលប្រឡាក់ចេញមកឆ្ងាញ់អញ្ចឹងណាហើយនេះផងដែរខ្ញុំកំពុងតែយកម្ទេសខ្ទឹមហើយនឹងដែងបុកច្បល់ចូលគ្នាហ្នឹងទៅដើម្បីប្រឡាក់សាច់ជ្រូកបន្តមកទៀតអាសាច់ជ្រូកដែលខ្ញុំបានទិញហ្នឹងអ្នកលក់គាត់ជាវាក្រាស់អញ្ចឹងហើយខ្ញុំចាំបាច់ជាម្ដងទៀតស្ដើងអញ្ចឹងណាហើយសាច់ជ្រូកនឹងទៀតបងប្អូនឲ្យស្បែកវារឹងវាក្រាស់ខ្លាំងមែនតើពេលខ្លះនៅពេលយើងយកទៅចៀនញ៉ាំអត់ដាច់ទេសុខជួនកាលសុខជានៅពេលដែលខ្ញុំឲ្យគាត់ញ៉ាំសាច់ជ្រូកជៀនភាគច្រើនគាត់អញ្ជក់គេថាយើងញញអញ្ចឹងព្រោះវារឹងពេកអញ្ចឹងណាហើយនេះខ្ញុំកំពុងតែប្រឡាក់សាច់ជ្រូកនិយាយទៅបងប្អូនវិធីប្រឡាក់សាច់ជ្រូករបស់ខ្ញុំធានាថាឆ្ងាញ់តែម្ដងធ្វើវិធីបែបហ្នឹងអញ្ចឹងហើយខ្ញុំក៏បន្ថែមជីនជើកាលីតផេះដែលជាថាជាកញ្ចប់មួយយ៉ាងដែលគេធ្វើស្រាប់លក់តាមហាងតាមតូបអីអញ្ចឹងណាហើយជីនជើកាលីតផេះហ្នឹងបងប្អូនឲ្យកាលីតជីនជើ garlic paste ខ្ញុំនិយាយមិនត្រូវបងប្អូនបើជាស្រែអង់គ្លេសខ្លាំងពេកអញ្ចឹងណាជួនជាឥណ្ឌាមួយចំនួនចូលចិត្តធ្វើម្ហូបចូលចិត្តដាក់ខ្លាំងមែនតើវាក្លិនឈ្ងុយឆ្ងាញ់អញ្ចឹងការខ្ញុំទៅស្រុកខ្មែរខ្ញុំទិញបានឡើងម្ចេះតិចចប់ទេនៅសៀមរាបហ្នឹងបងប្អូនច្រើនខ្លាំងមែនតើតែម្ដងអញ្ចឹងសម្រាប់បងប្អូននៅសៀមរាបបើសិនចង់ដឹងថាជីនជើកាលីតផេះរសជាតិយ៉ាងណាទៅផ្ទះខ្ញុំសុំបងប្អូនខ្ញុំទៅគាត់ប្រកាសជាឲ្យហើយប៉ុន្តែរកផ្ទះខ្ញុំបើឃើញសិនទៅបើរកមិនឃើញចាំប្រាប់ខ្ញុំចង់ប្រាប់ location នៅកន្លែងណាអញ្ចឹងណាហើយអាគ្រឿងកិនមិញខ្ញុំយកកិនហើយអញ្ចឹងទៅក៏ខ្ញុំចាប់ដើមដាក់អំបិលស្ករប៊ីចេងទឹកត្រីទឹកស៊ីអ៊ីវច្រឡំបងប្អូនសូមអធិស្ឋានមានទឹកស៊ីអ៊ីវមកពីណាមានទឹកត្រីទេបងប្អូនអញ្ចឹងក៏ប្រឡាក់ឲ្យចូលជាតិគ្នាទៅហើយខ្ញុំធ្វើគ្រឿងហ្នឹងនិយាយទៅខ្ញុំប្រឡាក់ដាក់គ្រឿងស្រាលដែរទេដោយសារខ្ញុំយកទៅញ៉ាំជាមួយទឹកត្រីកោះកុងកាលណាតែយើងដាក់យើងដិតពេកអញ្ចឹងទៅវាញ៉ាំមិនកើតវាប្រៃជ្រុលអញ្ចឹងមួយវិញទៀតសុខភាពខ្ញុំមិនសូវល្អអារឿងនិយាយទៅខ្ញុំ allergy វាជាមួយណាគ្រឿងប្រៃនឹងឯងបាទសាបទេអញ្ចឹងខ្ញុំឃើញគេធ្វើនៅក្នុង YouTube ក៏គេមានដាក់ស្លឹកគ្រៃឬក៏គល់គ្រៃអញ្ចឹងទៅប៉ុន្តែខ្ញុំអត់មានអញ្ចឹងហើយខ្ញុំចាំបាច់ដាក់ស្លឹកខ្ទឹមដើមខ្ទឹមហើយនឹងជីឆាយហ្មងទៅដើម្បីកាត់ជាតិឆ្អាបណាហើយដល់ពេលខ្ញុំយកទៅដុតខ្ញុំដុតជាមួយអាលុយមីញ៉ូមអញ្ចឹងហើយខ្ញុំចាំបាច់ទៅកាត់ស្លឹកចេកអ្នកចិត្តខាងសុំគេមិញទ្រាប់ពីខាងក្នុងមុនយើងរ៉ាប់ជាមួយអាលុយមីញ៉ូមអញ្ចឹងហើយឥឡូវនេះមុនយកត្រីទៅដុតសំតប cushion Miss Lady សិនបងប្អូនអើយ cushion Miss Lady ល្អខ្លាំងមែនតើខាងបាត់បាំងស្លាកស្នាមយើងតបតែម្ដងស្ដាងស្រាលអូយស្បែកមុខចេញមកស្អាត